สมาคมครูโรงเรียนขมายอิสลามประกอบคอมพิวเตอร์200เครื่องនិងសម្ភារៈសិក្សាដល់ស្ថាប័នអប់រំអ៊ីស្លាមសរុបចំនួន10ដើម្បីលើកកម្ពស់វិស័យអប់រំសមាគមគ្រូបង្រៀនខ្មែរអ៊ីស្លាមនាព្រឹកថ្ងៃសៅរ៍ទី20ខែធ្នូឆ្នាំ2025បានរៀបចំកម្មវិធីប្រគល់ទទួលកុំព្យូទ័រកង់និងសម្ភារៈសិក្សាជូនសាលារៀននានានិងមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតសរុបចំនួន10ក្រោមអធិបតីភាពឯកឧត្តមនុស្លេះរលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានសមាគមគ្រូបង្រៀនខ្មែរអ៊ីស្លាមក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំនៅក្នុងសហគមន៍អ៊ីស្លាមកម្ពុជាពិធីនេះរៀបចំនៅក្នុងបរិវេណវិហារអ៊ីស្លាមគីឡូម៉ែត្រលេខ9ខណ្ឌឫស្សីកែវរាជធានីភ្នំពេញហើយសម្ភារៈខាងលើទទួលបានមកពីអង្គការ 8A Action និង Action Education នៃប្រទេសបារាំងតាមរយៈសមាគមគ្រូបង្រៀនខ្មែរអ៊ីស្លាមក្នុងនោះមានដូចជាកុំព្យូទ័រចំនួន200គ្រឿងកង់ចំនួន100គ្រឿងសៀវភៅចំនួន1000ក្បាលនិងអាវកីឡាចំនួន300ឈុតដែលចែកជូនដល់ស្ថាប័នអប់រំអ៊ីស្លាមមកពីរាជធានីភ្នំពេញខេត្តកណ្ដាលកំពង់ឆ្នាំងត្បូងឃ្មុំក្រចេះនិងស្ទឹងត្រែងក្នុងឱកាសដ៏មានសារៈសំខាន់នេះឯកឧត្តមនុស្លេះបានថ្លែងថាការប្រគល់កុំព្យូទ័រចំនួន200គ្រឿងនាពេលនេះគឺជាជំហានដ៏សំខាន់ដើម្បីជំរុញការអប់រំតាមបែប Digital នៅតាមសហគមន៍ជាពិសេសជួយឲ្យសិស្សានុសិស្សនៅក្នុងតំបន់ដាច់ស្រយាលឲ្យមានឱកាសទទួលបាននូវបច្ចេកវិទ្យាទំនើបឯកឧត្តមបានបន្តថាចំពោះអំណោយជាកង់សម្ភារៈសិក្សាគឺមានគោលបំណងក្នុងការកាត់បន្ថយការបោះបង់ការសិក្សារបស់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតនិងជួយសម្រួលដល់ការធ្វើដំណើរទៅសាលារៀនឲ្យកាន់តែមានភាពងាយស្រួលនិងឆាប់រហ័សនេះយើងបានធ្វើពិធីប្រគល់ទទួលសម្ភារៈទាំងអស់នេះហើយជាពិធីប្រគល់ទទួលនិមិត្តរូបដែលយើងអញ្ជើញតាមបណ្ដាសាលានានាដែលទទួលសម្រាប់រៀបចំថ្នាក់កុំព្យូទ័រហើយនឹងពីតំណាងសាលាខេត្តនៅឆ្ងាយដែលទទួលសម្ភារៈជាកង់ហើយនឹងសម្ភារៈសិក្សាមួយចំនួនដែលជាអំណោយនេះយើងបាញ់ឆ្ពោះទៅសាលាហើយនឹងគោលដៅដែលមានតម្រូវការចាំបាច់បំផុតដែលយើងជាគោលដៅមួយដែរសម្រាប់ពង្រឹងការបណ្ដុះបណ្ដាលផ្នែកកុំព្យូទ័របច្ចេកវិទ្យា ICT នៅតាមសាលារៀនសហគមន៍អ៊ីស្លាមសង្ឃឹមថាតាមរយៈអង្គការ 8A Action និងសប្បុរសជននានានឹងជួយបន្តទៀតទៅដល់សាលាសហគមន៍នានាដើម្បីបណ្ដុះបណ្ដាលផ្នែកជំនាញ ICT កុំព្យូទ័រនេះទៅដល់សាលាផ្សេងទៀតដែលមិនទាន់បានទទួលកុំព្យូទ័រនិងសម្ភារៈចំណែកលោកវ៉ាន់សំភ័រនាយកប្រតិបត្តិប្រចាំប្រទេសនៃអង្គការ 8A Action បានបង្ហាញសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយសមាគមគ្រូបង្រៀនខ្មែរអ៊ីស្លាមក៏ដូចជាសហគមន៍អ៊ីស្លាមកម្ពុជាទាំងមូលក្នុងការរួមចំណែកគុណភាពនៃការអប់រំដល់កុមារនៅតាមសហគមន៍អង្គការ 8A Action យើងជួយទៅកម្មវិធីអប់រំកុមារក្នុងសហគមន៍អ៊ីស្លាមហ្នឹងយូរហើយជាង15ឆ្នាំហើយប៉ុន្តែយើងធ្វើនៅតាមមូលដ្ឋានជាមួយមន្ទីរជាមួយការិយាល័យក៏ដូចជាជាមួយអង្គការដៃគូប៉ុន្តែមកដល់នៅក្នុងវិហារអ៊ីស្លាមនេះគឺជាលើកទី1ដែលបាទយើងចាប់ផ្ដើមសហការគ្នាពីកម្រិតថ្នាក់ជាតិទៅបាទពួកខ្ញុំនឹងពិនិត្យលើលទ្ធភាពហើយនឹងបន្តស្វាគមន៍នៅឱកាសផ្សេងនៃកិច្ចសហការដូចជានៅសប្តាហ៍បន្ទាប់នេះក៏យើងអញ្ជើញថ្នាក់ដឹកនាំឲ្យលោកគ្រូអ្នកគ្រូពីសហគមន៍អ៊ីស្លាមដើម្បីមកទស្សនកិច្ចសិក្សាថ្នាក់ជាតិទៅលើកម្មវិធីអប់រំបញ្ញាបត្រអញ្ចឹងខ្ញុំសង្ឃឹមថាយើងអាចនឹងបន្តពង្រឹងហើយពង្រីកភាពជាដៃគូដើម្បីជួយឲ្យពលរដ្ឋខ្មែរបាទនៅគ្រប់ជាតិសាសន៍នៅទូទាំងប្រទេសអាចទទួលបានគុណភាពនៃការអប់រំហើយរួមចំណែកជាមួយយើងទាំងអស់គ្នាដើម្បីអភិវឌ្ឍបាទសេដ្ឋកិច្ចកម្ពុជាបាទដោយឡែកលោកគ្រូសឹមលីណាតតំណាងវិទ្យាល័យមជ្ឈមណ្ឌលអ៊ីស្លាមកម្ពុជា CIC និងលោកគ្រូរ៉នសាហ្វីអ៊ីតំណាងសាលារៀនអ៊ីហ្យាអ៊ូឌីនគីឡូម៉ែត្រលេខ8ភ្នំពេញបានបង្ហាញនូវសេចក្តីរំភើបសោមនស្សរីករាយយ៉ាងខ្លាំងនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមគ្រូបង្រៀនខ្មែរអ៊ីស្លាមក៏ដូចជាអង្គការដៃគូដែលបានផ្ដល់ការគាំទ្រខ្ញុំតំណាងឲ្យវិទ្យាល័យមជ្ឈមណ្ឌលអ៊ីស្លាមកម្ពុជាបានទទួលកុំព្យូទ័រចំនួន20គ្រឿងសម្រាប់យកទៅប្រើប្រាស់ដល់សិស្សានុសិស្សសម្រាប់សិក្សាស្រាវជ្រាវហើយនឹងរៀនអំពី
បច្ចេកវិទ្យា Digital ដើម្បីបម្រើជាប្រយោជន៍ដល់វិស័យអប់រំនៅក្នុងសហគមន៍អ៊ីស្លាមយើងហើយជាពិសេសក្នុងសាលារៀនផ្ទាល់ហើយតាំងនាងខ្ញុំសូមថ្លែងអំណរគុណដល់អង្គការ The Action ហើយជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាគមគ្រូបង្រៀនខ្មែរអ៊ីស្លាមដែលបានផ្ដល់ឱកាសឲ្យជូនជាកុំព្យូទ័រនេះទៀតដល់សហគមន៍អ៊ីស្លាមហើយជាពិសេសដល់សាលារៀនយើងខ្ញុំអាល់ហាំឌុលីឡាតាំងនាងខ្ញុំជំនួសគណៈគ្រប់គ្រងសាលាដូចជាគ្រូបង្រៀននិងសិស្សានុសិស្សទាំងអស់នៃសាលាយ៉ាវឌីនគូឡម៉ាលេខ8សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ Aid Action ដែលបានរៀបចំដោយអង្គការសមាគមគ្រូខ្មែរអ៊ីស្លាមកម្ពុជាដែលបានផ្ដល់ជូននៅកុំព្យូទ័រ20គ្រឿងនេះហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងគ្រប់យ៉ាងខ្ពង់ខ្ពស់ចំពោះសមាគមហើយក៏សូមជូនពរឲ្យសមាគមមានការរីកចម្រើននិងបន្តការអភិវឌ្ឍវិស័យអប់រំអ៊ីស្លាមជាពិសេសនៅក្នុងសម័យ Digital